សូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូថ្មីរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការរកលុយជាមួយនឹង Channel Telegram ដោយតម្រូវឲ្យអ្នកទាំងអស់គ្នាគ្រាន់តែមានជាមួយនឹង account Telegram មួយក៏ដូចជាមួយនឹង Channel Telegram មួយហើយសម្រាប់ Channel Telegram របស់អ្នកទាំងអស់គ្នានោះគឺមិនតម្រូវឲ្យមានសមាជិក1000 subscribe នោះទេគឺអ្នកទាំងអស់គ្នាមានត្រឹមតែ100ឬក៏200 subscribe គឺអ្នកទាំងអស់គ្នាអាចរកប្រាក់ជាមួយនឹង Channel Telegram របស់អ្នកទាំងអស់គ្នាបានហើយអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់ Channel Telegram របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចកន្លែងសញ្ញាបុកនេះអូខេអញ្ចឹងអ្នកទាំងអស់គ្នាចុចចូលកន្លែងហ្នឹងមកហើយយើងយកពាក្យថា new channel អូខេអញ្ចឹងយើងកុំយក new group ទេណាយើងយក new channel អូខេអញ្ចឹងយើងចុច create channel ហើយខ្ញុំធ្វើការដាក់ឈ្មោះមួយខ្ញុំដាក់ថា testing អញ្ចឹងណាអូខេអញ្ចឹងខ្ញុំគ្រាន់តែអញ្ចឹងខាងក្រោមកន្លែង description ឬក៏ provide description អីហ្នឹងខ្ញុំគ្រាន់តែធ្វើការដាក់ test សាក់លបងទេអញ្ចឹងខ្ញុំធ្វើការចុច take កន្លែងនេះមួយអូខេបន្ទាប់មកយើងដាក់ public channel ណាអូខេយើងដាក់ test អីចឹងទៅអានេះខ្ញុំដាក់បង្កើតខ្លួនឯងដើម្បីសាក់លបងណាហ្នឹងហើយអូខេអញ្ចឹងកន្លែងនេះយើងត្រូវការដាក់ username របស់វាអញ្ចឹងណាដើម្បីឲ្យសមាជិកឬក៏អ្នកដទៃទៀតគាត់អាចចូលតាមរយៈ link របស់យើងឬក៏ search នៅ username របស់យើងបានអូខេអញ្ចឹងខ្ញុំចុច tick ហើយបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការ add សមាជិកអ្នកណាម្នាក់អញ្ចឹងណាហ្នឹងហើយដែលមាននៅក្នុងហ្នឹងអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំធ្វើការ add អញ្ចឹងខ្ញុំ add 2នេះអូខេអញ្ចឹង channel Telegram របស់អ្នកនរគ្នាគឺរួចរាល់ហើយអញ្ចឹងអ្នកនរគ្នាធ្វើការសរសេរតាមខ្ញុំមកណាហ្នឹងហើយយើងសរសេរusername របស់គេ inside add support bot ចឹងមកអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកអូខេបន្ទាប់មកទៀតយើងធ្វើការចុច line ឬក៏ open ហ្នឹងយើងចុច start មកអូខេអញ្ចឹងយើងនឹងចូលទៅកាន់ add មួយហ្នឹងហើយអូខេអញ្ចឹងយើងធ្វើការរងចាំវាបន្តិចនៅពេលដែលយើងចូលមកដល់យើងធ្វើការចុចលើពាក្យថា get start អូខេយើងចុចចូលកន្លែង get start ហ្នឹងមកវានឹងនាំយើងទៅជំហានថ្មីមួយទៀតអូខេអញ្ចឹងនៅពេលដែលចូលមកដល់អ្នកនរគ្នាឃើញហើយវានៅខាងលើគេគឺមានពាក្យថា earn from a Telegram channel អូខេអញ្ចឹងយើងយកជាមួយនឹង channel Telegram របស់យើងមកហើយយើងចុច continue ហើយ channel Telegram របស់អ្នកនរគ្នាហ្នឹងមាន audience ប្រមាណហើយអញ្ចឹងណាអញ្ចឹងយើងអត់ទាន់មានទេយើងគ្រាន់តែចង់ starting from 0អញ្ចឹងយើងយកពីលើនេះប៉ុន្តែបើសិនយើងមាន550 subscribe ឬក៏500 subscribe ហើយយើងយកកន្លែងនេះមកអញ្ចឹងណាប៉ុន្តែយើងថ្មីយើង create ថ្មី from 0ទៅយើងចុចកន្លែងខាងលើនេះបន្ទាប់មកយើងចុច continue បន្ទាប់មកទៀតយើងចុចនេះកន្លែងនេះបើសិនជាយើងចង់ទិញជាមួយនឹងPremier របស់គេអញ្ចឹងណាតែយើងមិនបាច់ទិញទេដោយសារយើងត្រូវការថ្មីអញ្ចឹងយើងក៏មិនទាន់ចំណាយលុយលើវាអញ្ចឹងយើង continue for free មកអូខេអញ្ចឹងយើងយកខាងលើគេនេះយើងយកកន្លែង create Telegram ហ្នឹងអូខេអញ្ចឹងយើងចុច continue មកយើងចុច start bot តមកទៀតយើងចុច create Telegram របស់យើងអញ្ចឹងយើងនៅពេលដែលយើងចុចកន្លែង start នេះយើងចុចកន្លែង start ទៅវានឹង load ជាមួយនឹងchannel Telegram របស់យើងនេះយើងចុចអាកន្លែងព្រួយ3នេះចុចអាកន្លែងចុចហ្នឹងណាអញ្ចឹងយើងឃើញ create Telegram អញ្ចឹងយើងយកកន្លែង channel របស់យើងហ្នឹងអញ្ចឹងយើងចុច start send ទៅវា add Telegram របស់យើងចូលហើយអូខេអញ្ចឹងយើងចុច open ម្ដងទៀតយើងចុច open ម្ដងទៀតយើងនឹងឃើញវាភ្ជាប់ជាមួយនឹង channel Telegram របស់យើងហើយអូខេអញ្ចឹង Telegram របស់យើងគឺបានភ្ជាប់រួចរាល់ហើយកន្លែងនេះយើងត្រូវការភ្ជាប់ជាមួយនឹង Telegram របស់យើងម្ដងទៀតដោយយើងធ្វើការវាយ username Telegram របស់យើងណាដែលខ្ញុំបានបញ្ជាក់ថាយើងទៅ create ជាមួយនឹង username Telegram របស់យើងអញ្ចឹងនេះយើងយកនេះយើង copy កន្លែងនេះមកយើង copy កន្លែង Telegram ឬក៏ invite link ហ្នឹងហើយបន្ទាប់មកយើងចូលទៅក្នុង bot inside វិញយើងផាស link Telegram របស់យើងចូលហើយបន្ទាប់មកយើង connect channel របស់យើងអូខេអញ្ចឹងយើងរងចាំវាបន្តិចទៅបន្ទាប់មកនេះមកដល់កន្លែងនេះយើងត្រូវរើសបន្តទៀតអញ្ចឹង other category ហើយបន្ទាប់មកទៀតកន្លែងនេះ maximum ដែលវា public promote អញ្ចឹងណាក្នុងមួយសប្តាហ៍ចង់ឲ្យវា promote ប្រហែលពាណិជ្ជកម្មនៅក្នុង channel Telegram របស់យើងហ្នឹងអញ្ចឹងក្នុងមួយសប្តាហ៍ចង់ឲ្យវាផុស4ឬក៏20តាមហ្នឹងឡើងវាឡើងចំនួន CPM ណាប៉ុន្តែថាឡើងតម្លៃពាណិជ្ជកម្មបើសិនជាមួយសប្តាហ៍យើងឲ្យវា public ad របស់យើងហ្នឹងចូលទៅក្នុងchannel Telegram របស់យើងច្រើនយើងនឹងទទួលបានលុយច្រើនទៅតាម
ការ promote ad របស់វាដែរអញ្ចឹងវាមានម៉ោងដែលវាបិទការផ្ញើជាមួយនឹង ad របស់វាទៅអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺអ្វីដែលយើងធ្វើហ្នឹងយើងគ្រាន់តែសេកន្លែងហ្នឹង category របស់យើងហ្នឹងជាប្រភេទអីគេអញ្ចឹងបើសិនជាអ្នកនរគ្នាជា category quote ឬក៏ឆ្លើយសំណួរផ្នែកលក់ឬក៏ software ឬក៏ app ផ្សេងៗយើងយកតាមហ្នឹងទៅប៉ុន្តែក្នុងនេះយើងយក other ទៅព្រោះដោយសារ channel យើងបង្កើតមកនេះគឺអត់ទាន់មាន category ណាដែលច្បាស់លាស់ទេអញ្ចឹងខ្ញុំយកកន្លែង category ហ្នឹងគឺយក other សិនហើយបើសិនជាអ្នកនរគ្នាបង្កើត channel មកក្នុងគោលបំណងចែករំលែក social media អីផ្សេងៗគឺយើងយកកន្លែង social media ទៅហើយតមកទៀតយើងចុច send កន្លែងនេះមកអូខេអញ្ចឹងវានឹង save ហើយវា success ហើយនេះអញ្ចឹង channel របស់យើងចាប់ដើមរលុយហើយវាចាប់ដើមរលុយហើយហ្នឹងហើយអូខេអញ្ចឹងបន្ទាប់មកយើងចូលកន្លែង end ដើម្បីធ្វើការ add channel បើសិនជាយើងមាន channel ផ្សេងទៀតយើងអាច add បានជាមួយនឹង Instagram ក៏បានដែរអូខេអញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមិនទាន់ច្បាស់ឬក៏មិនយល់ពីចំណុចណាមួយដែលខ្ញុំបានចែករំលែកនៅក្នុងវីដេអូមួយនេះអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាន